ជំរាបសួរប្រហែលបងប្អូនចាថ្ងៃនេះដែរគឺធ្វើដំណើរទៅថតនៅខាងភ្នំប្រសិទ្ធចាខាងភ្នំរាបបងប្អូនចាហើយនេះក៏បានឆ្លៀតចូលលេងឡើងលេងនៅភ្នំប្រសិទ្ធបន្តិចទៅបងប្អូនទាំងអស់គ្នានៅរដូវស្លឹកឈើជ្រុះនេះទេសភាពស្អាតម្យ៉ាងបងប្អូនកាលពីខ្ញុំមកនៅរដូវវស្សាធម្មជាតិបៃតងស្រស់ស្អាតម្យ៉ាងចាខៀវខ្ចីស្អាតម្យ៉ាងដល់ពេលយើងមករដូវស្លឹកឈើជ្រុះនេះស្អាតម្យ៉ាងបងប្អូនចាដោយសារតែអត់ដល់ស៊ីនថតចឹងហើយនាងនេគេថាឆ្លៀតតែម្ដងបងប្អូនទាំងអស់គ្នាព្រោះថាឥឡូវនោះពេកបានមកមួយទៀតឯណាចាអញ្ចឹងទាំងអស់3ពេកហើយខ្ញុំប្រហែលជាត្រូវផុសពេកនេះនៅដោយប្រើការ review ដូចជា vlog ដែលខ្ញុំថតការធ្វើដំណើរបែបហ្នឹងឯងពីព្រោះឯ page ស្រីនេង short film ពេលច្រើនខ្ញុំថតអាចសិនខ្ញុំលេងខ្លីៗចឹងណាបងប្អូនទាំងអស់គ្នាហើយនេះគឺខ្ញុំថតរបៀបដំណើរពេលដែលខ្ញុំចេញពីផ្ទះទៅដល់ទីតាំងថតតែគ្រាន់ថានេះខ្ញុំមិនថតកន្លែងទីតាំងថតទាំងស្រុងទេខ្ញុំឆ្លៀតតែងៀតឆ្លៀតប៉ងបងប្អូនឆាពេលទៅដល់មុនទៅដល់កន្លែងថតយើងឆ្លៀតចូលតនេះតនោះចឹងហាមនុស្សជើងវែងលមាស់ជើងចឹងណាចាបងប្អូនទាំងអស់គ្នាឥឡូវនេះកំពុងតែធ្វើដំណើរឡើងទៅបងប្អូនទេសភាពមើលទៅវាទីធ្លាទូចដែរទេប៉ុន្តែគាត់ថាបើសិនជាយើងចេះក្រេបជញ្ជក់ណាចាពេលដែលយើងចេះក្រេបជញ្ជក់នោះទេសភាពតូចប្រែคล้ายជាកក់ក្ដៅបងប្អូនទាំងអស់គ្នាចាតែបងប្អូនឃើញអញ្ចឹងគឺស្លឹកឈើជ្រុះហើយកាលពីមុនយើងប្រើដង selfie ត្រូវឯងបងប្អូនចាឥឡូវស្រួលមែនតើគឺយើងប្រើ 0.5 គឺយើងអាចថតខ្លួនឯងបានហើយអញ្ចឹងយើងអត់ចាំបាច់មានដង selfie ឬក៏មានអ្នកថតឲ្យទេចាដោយបងប្អូនឃើញវីដេអូខ្ញុំអញ្ចឹងភាគច្រើនគឺខ្ញុំកាន់តែខ្លួនឯងអញ្ចឹងទេ Facebook ពមៀនថាវីដេអូរបស់អ្នកដដែលសូមអាប់ដេតវីដេអូថ្មីវីដេអូខ្ញុំកាន់កាមេរ៉ាថតខ្លួនឯងហ្នឹងវាថាដដែលអញ្ចឹងណាហើយដល់ទៅខ្ញុំថានឹងថតល្មិចកុំឲ្យដដែលទេបងប្អូនសម្រាប់យើងគ្រាន់តែទៅឈៀងចូលលេងសម្រាប់ប្រផ្លែតឲ្យស្រស់ស្រាយអូខេបានតែបើសិនជាយើងចង់ទៅលេងបែបមួយថ្ងៃហ្មងគឺតោះតែយើងដើរឲ្យសពចាបើន័យថានៅក្នុងបរិវេណនឹងប្រាសាទហ្នឹងយើងអាចឡើងភ្នំរាបយើងអាចលេងប្រាសាទភ្នំរាបបងប្អូនចាក៏ដូចជានឹងភ្នំត្រែងត្រឹងចានៅខាងភ្នំត្រែងត្រឹងនៅខាងកើតហ្នឹងគឺវាមានកន្លែងគេញ៉ាំអីរបៀបរមណីយដ្ឋានអញ្ចឹងហើយឡើងទៅលើយើងមានគេថាវត្ថុស័ក្តិសិទ្ធិគេដូចជាព្រះពូកែច្រើនចាយាយប្រាប់ឯណាចាខ្ញុំអត់ទាន់ដែរបានទៅចូលទៅសំពះបងបួងសួងសុំអីទេអូយខ្ពើមលាខ្លួនឯងណាលោកបងប្អូនហើយសក់ក្បាលខ្ញុំជ្រុះចិត្តអស់ហើយមួយរយៈហ្នឹងតាំងពីឡើងតួជំទាវតួម៉ែមកកັບគៀបអត់ដូចជំនាន់តួអ្នកអំរើសោះចឹងដល់ពេលខ្លះសក់អំបាច់សិតទេងើបទៅតបតែម្សៅដេញណែថតយកណាតែឥឡូវអត់បានទេបងប្អូនអើយកັບគៀបទេសភាពញាអត់បងប្អូនចាហើយអត់មានកស៊ូចងសក់ទៅបោចស្មៅយកមកចងសក់ដល់ចឹងទៅមើលទៅសក់ដូចបិសាចបងប្អូនទីធ្លាដដែលទេតែគ្រាន់តែខ្ញុំថតវិលទៅវិលមកចឹងណាដូចនិយាយចឹងថាបើសិនជាបងប្អូនគ្រាន់តែឈៀងចូលលេងមួយផ្លែតសម្រាប់មួយផ្លែតគឺអូខេតែបើសិនជាបងប្អូនចង់សម្រាប់បែបមួយកណាត់ថ្ងៃឬមួយកណាត់ព្រឹកអីចឹងគឺតើយើងដើរឲ្យសពនៅនឹងប្រសិទ្ធនឹងតែម្ដងចាបើយើងដើរសពនឹងប្រសិទ្ធអូខេពេញមួយថ្ងៃគឺល្មមតែម្ដងបងប្អូនចានេះខ្ញុំឡើងតែមួយផ្នែកទូចទេជាមើលស្អែកខ្ញុំថតនៅប្រសិទ្ធទៀតប៉ុន្តែគ្រាន់តែគេដល់ទីតាំងម៉ោង7ព្រឹកអញ្ចឹងខ្ញុំឆ្លៀតទៅកន្លែងត្រែងត្រឹងចាអញ្ចឹងខ្ញុំឡើងចូលភ្នំត្រែងត្រឹងថតឲ្យបងប្អូនមើលអញ្ចឹងណាអានេះខ្ញុំថតនៅខាងនឹងហៅស្អីទៀតកន្លែងហ្នឹងណាជារួមមកដល់មុខវត្តនេះហ្នឹងមកដល់មានវងមូលលោកតាលីដបងមួយឥឡូវលោកតាលីដបងហ្នឹងគេរើចេញហើយតែចាក់ខ្នល់ជាតិចូលមកភ្លឹងហ្មងចាផ្លូវមកផ្ទះអឺរ៉ានឹងឯងគ្រាន់តែផ្លូវប្របែកមកផ្ទះអឺរ៉ាហ្នឹងគឺយើងមានផ្លូវមួយឡើងមកភ្នំហ្នឹងហូចវាអត់មានឈ្មោះមានអីទេអញ្ចឹងវាអត់ដឹងថាភ្នំអីឥឡូវឆ្លើយនិយាយម្នាក់ឯងនៅឈួតនេះហើយសូម្បី voice សំឡេងក៏ឆ្លើយនិយាយម្នាក់ឯងដែរអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំទាំងវិលមុខចាហើយនេះគឺជាប្លង់ដែលនាងខ្ញុំស្រឡាញ់ជាងគេហ្មងចាភាគច្រើនមើលពេលដែលខ្ញុំថតខ្ញុំមកដែរចោលប្លង់ហ្នឹងឯងចាប្លង់ដែលក្រេបជញ្ជក់ពន្លឺព្រះអាទិត្យចាអូដូចជាស្រស់ស្រាយខ្លាំងណាស់តែពិតបងប្អូនហើយម៉ោងហ្នឹងម៉ោង11 12ចាកំពុងតែក្តៅខ្លាំងហ្មងចាធ្វើដូចស្រស់ស្រាយណាស់ឡើងសំដែងនិយាយលេងទេបងប្អូនតែពិតមែនទេស្រស់ស្រាយពិតមែនចា
បងប្អូនមកខែភាសាគឺស្អាតបែបខែភាសាកាលពីខែភាសាខ្ញុំឈៀងជីចូលលេងផ្លែតដែរតែអត់បានថតវីដេអូច្រើនទេលាក់បាំងអីបងប្អូនអើយពេលជិះម៉ូតូមកនោះក្មេងៗដូចស្ទៀវច្រើនពេកឡើង3 4ម៉ូតូហើយចឹងឲ្យហ៊ានថតទេកាន់កាមេរ៉ាថតហើយវាឆក់ទូរស័ព្ទទៅបាត់ពេលខ្លះខ្ញុំសុខចិត្តគិតគេអាក្រក់ចឹងហ្មងចាអញ្ចឹងខ្ញុំសុខចិត្តអត់ថតចាមនុស្សគេថាកុំមើលសម្បកក្រៅតែខ្ញុំមើលសម្បកនៅក្រៅមកជុំមួយងុំវិនិច្ឆ័យយកតែម្ដងចាសំទោសដល់នាងខ្ញុំជាមនុស្សបែបហ្នឹងណាបងប្អូនទាំងអស់គ្នាចាខ្ញុំមនុស្សដែលគេហៅថាអត់សូវជាសន្តិភាពអីប្រហែលទេចាអញ្ចឹងពេលដែលថតហ្នឹងគឺថាតើស្ងាត់ឆឹងតែម្ដងហើយបើថាមានមនុស្សម្នាអីចឹងភ័យដែរបងប្អូនពេលជិះម៉ូតូថតចេះមើលតាមកញ្ចក់ខ្លាចវ៉ាវឆក់វឹបត្រឡប់ទៅវិញបាត់ចាបងប្អូននេះខ្ញុំធ្វើដំណើរត្រឡប់ទៅវិញហើយចាទេសភាពតែប៉ុណ្្នឹងទេបងប្អូនចាអរគុណច្រើនបាយបាយជួបគ្នានៅវីដេអូក្រោយណាហើយបើសិនជាមានកំហុសខុសឆ្គងឬក៏ពាក្យពេចន៍ត្រង់ណាមិនគប្បីចាក៏ប្រកែប្រការណីហើយអ្វីដែលសំខាន់បងប្អូនកុំមើលសម្រស់របស់ខ្ញុំចាបងប្អូនងាកទៅមើលជាមួយនឹងទេសភាពនារដូវស្លឹកឈើជ្រុះវិញចាកុំមើលសម្រស់របស់ខ្ញុំមិនសោះយ៉ាងខ្លាចព្រោះថាសម្រស់របស់ខ្ញុំនេះគេថាស្អាតបែបខ្ញុំអើយក៏ទៅនាងណែម្នាក់ឯងបានហើយបងប្អូនចង់ប្រវល់ខ្ពតវល់អីទៅជាមួយដែរប៉ុន្តែវាពិបាកត្រង់ថាខ្ពតវាទៅជាប់បើមិនជាប់ថតគេវាជាប់រកស៊ីលក់ដូរចឹងទៅអួយហៅបងប្អូនខ្ពតដាច់សាច់អើវាចុះវាឈ្មោះពតហ្នឹងហើយបើហៅអ្នកអំពតមិនកើតចាអានេះកំពុងធ្វើដំណើរទៅរកសំណប់ចិត្តរបស់ខ្ញុំវិញហើយចាម៉ូតូរបស់ខ្ញុំនៅជាមួយខ្ញុំតាំងពីឆ្នាំ2019បងប្អូនទាំងអស់គ្នាចានិយាយរួមចុងឆ្នាំ2019នៅពេលដែលវាចេញវឹបមកហ្នឹងគឺយើងទិញវហ្នឹងចាឥឡូវនៅជាមួយខ្ញុំក៏ទៅមិនមែនតិចឆ្នាំទេចា4 5 6ឆ្នាំដែរហើយសំណប់ចិត្តចាទៅណាមកណាទីចិត្តទីឆ្ងាយថាសុវត្ថិភាពពិតជាអរគុណទៅដល់យានជំនិះសំណប់ចិត្តរបស់ខ្ញុំបងប្អូននឹងនិយាយអីទៀតទេតែស្វ័យសំខាន់ខ្ញុំទៅថតហ្នឹងគឺថតរឿងប្តីបងគូដណ្ដឹងប្អូនចេញចប់ឯណាបងប្អូនបើចង់ទស្សនាអាចវាយចំណងជើងប្តីបងគូដណ្ដឹងប្អូនគឺអាចទស្សនាបានហើយនេះគឺសំណប់ចិត្តរបស់ខ្ញុំចាមកដល់ហើយឥឡូវនេះកំពុងធ្វើដំណើរចុះត្រឡប់ទៅវិញតែដល់ពេលចុះតែបន្តិចទៀតគឺខ្ញុំបានបិទទូរស័ព្ទហើយដោយសារតែវាចុះជំរាបខ្លាំងខ្ញុំខ្លាចម៉ូតូយើងអត់ទៅមានប្រាំងដែរបងប្អូនចាប្រាំងវាអត់សូវស៊ីដែរដល់ចឹងហើយក៏ចុះតាមបន្តិចហ្នឹងទៅយើងចុះជំរាបខ្លាំងពេកក៏បាយបិទចិត្តទឹកលាតែម្ដងទៅចាហើយជួបគ្នានៅប្លង់មួយទៀតបងប្អូនដែរទេសភាពបែបស្អាតខ្លាំងតែម្ដងណាបងប្អូនទាំងអស់គ្នាចាខ្ញុំនឹងផុសខ្លីៗឲ្យបងប្អូនបានទស្សនាទាំងអស់គ្នាចានេះផ្លូវចុះពីលើភ្នំទៅបងប្អូនចានេះដោយសារខ្ញុំថត 0.5 មើលទៅយើងឆ្ងាយតែបើធៀបពិតវាអត់សូវឆ្ងាយអីហ្មងណាជិះតែបន្តិចទេគឺដល់ដែរបងប្អូននេះឥឡូវយើងក្រឡេកទៅមើលទេសភាពមួយទៀតចានេះកំពុងជិះទៅហើយបងប្អូនខ្ញុំបោកចូលគ្នាហ្មងព្រោះអីបើសិនជាខ្ញុំកាត់ស្អីគេហ៎ពីវីដេអូខ្លីបងប្អូនអត់មើលហើយវែងពេកបងប្អូនមើលអត់ហ្នឹងចានេះគឺជាទេសភាពមាត់បឹងហើយបើតាមដែលមីងគាត់និយាយថាទឹកហ្នឹងគឺប្រើខួបប្រាំងខួបភាសាតែម្ដងសម្រាប់គាត់ផ្គង់នៅក្នុងភូមិនឹងតែម្ដងបងប្អូនចាគាត់បូមទឹកលក់ទាំងឡានអញ្ចឹងណាបងប្អូនឃើញទេសភាពស្អាតអត់ចានេះជិះមកអត់ទាន់ដល់ម៉ោងថតរៀងឆែពេញភូមិដែរហ្នឹងបងប្អូនចានេះអូយ 0.2 មកដល់ហើយចាអូយសថើបសំណប់ចិត្តទៀតបងប្អូនតាពាំងទឹកខាងខ្ញុំភាគច្រើនភូមិខ្ញុំឃុំខ្ញុំគេហៅតាពាំងទឹកបងប្អូនហៅស្រះទឹកតាពាំងទឹកស្រះទឹកដូចជាមួយគ្នាបងប្អូនណោះចាអរគុណច្រើនបងប្អូនអូយខ្ញុំច្រៀងឲ្យបងប្អូនស្ដាប់ហ្មងពូវាវែងពេកនឹងនិយាយស្អីទៀតចានេះតែមើលឲ្យគៀកបន្តិចបានដឹងថាស្អាតហើយថ្លាឆ្វង់ហ្មងបងប្អូនចាដូចផ្ទាំងគំនូអញ្ចឹងនេះអូយថតម្នាក់ឯងនឹងស្អីខ្លះទេគ្នានិយាយមែននិយាយពីថានៅពីក្រោយខ្ញុំនេះបងប្អូនដូចផ្ទាំងគំនូបេះបិទចាចាដូចហ៎បងប្អូនដូចផ្ទាំងគំនូអត់តែមិនមែនទេតាគឺធម្មជាតិពិតតែម្ដងអូហូយរន្ធត់ចិត្តណាស់លោកអើយជីមកហើយឃើញធម្មជាតិដ៏ស្រស់ស្អាតបែបនេះអូយហើយអាវខ្ញុំហើយនឹងពណ៌ស្រះស្តៀងគ្នាបងប្អូនចាំងថ្ងៃពេកដូចផ្ទាំងកនូអត់ឥឡូវនេះសួរមើលបងប្អូនដូចផ្ទាំងកនូអត់ដូចខ្លាំងណាស់ណា
ប៉ុណ្ណឹងបានណាច្រើនពេកហើយចង់មកលៀនប៉ោះហើយ